វីដេអូមុនខ្ញុំបានបរៀនឲ្យពីការ deposit ឬក៏ការដាក់លុយពី account ABA ទៅកាន់ Invertizo ហើយវីដេអូនេះខ្ញុំនឹងមកបរៀនបងប្អូនអំពីរបៀបនៃការដកលុយវិញម្ដងអញ្ចឹងដើម្បីដកលុយបានគឺនៅពេលដែលយើងចូលផ្ទាំងនេះហើយនៅពេលផ្ទាំង home ហើយគឺយើងអត់ឃើញពាក្យ withdrawal ទេអញ្ចឹងយើងត្រូវចុចនេះពីលើត្រេ3ទូចនេះយើងចុចមកក្រោមមកនឹងឃើញពាក្យ withdrawal អញ្ចឹងបងប្អូនចុចទៅលើ withdrawal ហ្នឹងមកហើយនៅពេលដែលយើងចុចអញ្ចឹងហើយយើងអស់មកក្រោមអញ្ចឹងវាមាន2ទី1គឺ local withdrawal ឬក៏ local deposit Cambodia ហ្នឹងអាហ្នឹងគឺទៅកាន់ ABA របស់យើងមួយទៀតគឺ USDT TRC 20អានេះទៅកាន់ Binance អញ្ចឹងខ្ញុំជ្រើសយក local withdrawal ទៅកាន់ ABA នេះបងប្អូនជ្រើសមួយនេះនៅពេលដែលចុច local withdrawal ហ្នឹងហើយវានឹងសួរយើងថាយើងចង់ដកលុយចេញប៉ុន្មានហើយចេញពី account ណាបើសិនជាបងប្អូនមាន account ច្រើនបងប្អូនអាចរើសមកតែខ្ញុំមាន account តែមួយទេណាអញ្ចឹងខ្ញុំជ្រើសយកដកលុយ$10ចេញវិញណាហើយពេលនេះកន្លែងនេះគឺយើងដាក់ចំនួនលុយដែលយើងត្រូវដកចេញវិញណាហើយកន្លែងនេះបើសិនជាក្នុងករណីដែលបងប្អូនដកលុយដំបូងគឺនឹងចេញយូរអញ្ចឹងណាចេញយូរអញ្ចឹងយើងគ្រាន់តែដាក់លេខកង់របស់ AC របស់យើងមកបងប្អូនចូលទៅឆែកនៅក្នុង AC របស់បងប្អូនថាលេខកង់របស់បងប្អូនលេខប៉ុន្មានដែរអូខេបន្តមកយើងដាក់ឈ្មោះរបស់ធនាគារអូខេប៉ុណ្ណឹងអូខេបន្ទាប់ពីយើងបានបំពេញរួចរាល់ហើយកន្លែងនេះគឺយើងបំពេញចំនួនទឹកប្រាក់ដែលយើងត្រូវដកកន្លែងនេះគឺបើសិនជាបងប្អូនថ្មីវានឹង load new អញ្ចឹងឲ្យកន្លែងនេះគឺជា account number របស់បងប្អូនដែលជា account ABA កន្លែងនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ABA ឬក៏ AC ឬក៏អញ្ចឹងប៉ុន្តែខ្ញុំ recommend ឲ្យបងប្អូនដាក់ ABA ដែលមានឈ្មោះដូចទៅនឹងឈ្មោះ account ដែលបងប្អូនបង្កើតនៅក្នុង Invertizo ហ្នឹងអញ្ចឹងបានវាផ្ទៀងផ្ទាត់ដកលុយយើងបានណាអញ្ចឹងបន្ទាប់ពីធ្វើអញ្ចឹងហើយគឺយើងចុចមកលើ continue ខាងក្រោមណាអូខេបន្ទាប់ពី continue ខាងក្រោមហើយវានឹងបញ្ជាក់ពីទិន្នន័យរបស់យើងណាឥឡូវមានផ្ញើសារមកហើយគឺបន្ទាប់ពីនេះហើយគឺវាផ្ញើសារមកឲ្យយើង confirm code ណាអញ្ចឹងដើម្បីដកលុយបានជោគជ័យណាគឺយើងត្រូវចូលទៅមើល email មិញណា email មិញមកតបមកមានកូដនេះកូដ856080ណាអញ្ចឹងវាផ្ញើកូដនឹងមកឲ្យខ្ញុំហើយ856080អញ្ចឹងយើងយកកូដនឹងយកមកដាក់នេះ856080យើងបញ្ជាក់ម្ដងទៀត856080ត្រូវហើយអញ្ចឹងបន្ទាប់ពីត្រូវហើយគឺយើងយកពាក្យ confirm នៅពេលដែលបងប្អូនមកដល់ចំណុចនេះគឺ withdrawal confirmation មានន័យថាយើងបាន withdraw ជោគជ័យហើយអញ្ចឹងមកស្ទុះវានឹង load លុយចូលនៅក្នុង ABA របស់យើងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាខ្ញុំនឹងមានវីដេអូក្រោយអំពីការបង្កើត Amplify សម្រាប់បងប្អូនណាហើយនឹងរបៀបក្នុងការដាក់ Invertizo ទៅក្នុង Amplify ដើម្បី trade